ថ្ងៃនេះនាងខ្ញុំយកផ្លែម្រះមកធ្វើជាសាប៊ូដុំដោះខ្លួនបងប្អូនណាជាដំបូងបងប្អូនត្រូវតែមានមេសាប៊ូសិនបន្ទាប់ពីមានមេសាប៊ូហើយបងប្អូនត្រូវតែមានផ្លែម្រះបងប្អូនហើយចំពោះផ្លែម្រះបងប្អូនចិត្តប៉ិនខ្ញុំក៏បានចិត្តតូចៗជាងនឹងក៏បានដែរបើចិត្តតូចជាងនឹងល្អបងប្អូនព្រោះអីយើងក្លុកឆាប់ម៉ត់ណាបន្ទាប់ពីយើងចិត្តហើយយើងដាក់នៅក្នុងម៉ាស៊ីនក្លុកបងប្អូនបន្ទាប់ពីយើងដាក់ក្នុងម៉ាស៊ីនក្លុកហើយបងប្អូនត្រូវតែក្លុកឲ្យម៉ត់ផ្លែម្រះនឹងចាហើយបន្ទាប់បងប្អូនកុំដាក់ទឹកអីបងប្អូនអាចប្រើជាប្រេងដូងឬក៏ប្រើជាទឹកឃ្មុំអីតិចតួចបានចឹងណាកុំដាក់ទឹកអីបន្ទាប់ពីយើងក្លុកម៉ត់ហើយបងប្អូនត្រូវតែយកស្បៃមកត្រង់យកបញ្ជាក់ឲ្យបងប្អូនចំពោះម្រះគឺឲ្យយើងអត់យកកាកទេបងប្អូនណាយើងច្បាច់យកតែទឹកទេហើយនៅពេលបងច្បាច់បើសិនជាមានពពុះបងដុសអាពពុះនឹងសចេញឲ្យបងកុំឲ្យវាជាប់នឹងសាប៊ូរបស់យើងបងប្អូនណាតោះទុកមួយឡែកសិនទៅហាន់មេសាប៊ូទាំងអស់គ្នាបងប្អូនពុះមេសាប៊ូបងកុំហាន់ធំពេកហាន់តូចល្មមបានហើយដោយសារតែធំពេកវាយូររលាយបងប្អូនហាន់តូចវាឆាប់រលាយហើយធ្វើឲ្យអាសាច់សាប៊ូរបស់យើងនឹងគឺខាំល្អបងប្អូនណាហើយបន្ទាប់ពីយើងហាន់ហើយយើងយកទៅដាក់ចំហុយនៅលើភ្លើងបងប្អូនណាអត់ដាក់ផ្ទាល់ជាមួយភ្លើងទេណាយើងចំហុយនៅលើភ្លើងហើយនេះផងដែរមេសាប៊ូដូចគ្នាបងប្អូនតែមេសាប៊ូពណ៌វាមានគ្រប់ពណ៌អញ្ចឹងបងប្អូនហើយខ្ញុំក៏លាយគ្នាបន្តិចទៅហើយបន្ទាប់មកទៀតមេសាប៊ូទាំងពីរនោះវានឹងរលាយម្ដងបន្តិចបងប្អូនហើយបន្ទាប់ពីរលាយហើយយើងបន្ថែមរូបមន្តដែលយើងចង់ដាក់ជាដំបូងគឺខ្ញុំសូមដាក់ទឹកឃ្មុំចាខ្ញុំប្រើឲ្យតែខ្ញុំធ្វើសាប៊ូខ្ញុំយកចិត្តដាក់ទឹកឃ្មុំមកបងប្អូនដាក់ទឹកឃ្មុំបន្តិចអាឡូវេរ៉ាបន្តិចបន្ទាប់មកគឺនាងខ្ញុំដាក់ជាមួយប្រេងដូងបងប្អូនពេលដែលដាក់ត្រូវតែកូរពេលដាក់កូរបងប្អូនណាបន្ទាប់ពីដាក់ប្រេងដូងហើយគឺនាងខ្ញុំដាក់ជាមួយនឹងទឹកម្រះចុងក្រោយគេចាបងប្អូនពេលដែលដាក់ហើយកូរឲ្យសព្វបងប្អូនណាហើយយកទៅចាក់នៅក្នុងពុម្ពបងប្អូនចំពោះពុម្ពរបស់យើងត្រូវតែលាងឲ្យស្អាតណាបងតែអញ្ចឹងឯងជាប់កាតិចនៅនឹងហ្មងនេះផងដែរគឺនាងខ្ញុំចាក់ជាមួយនឹងពុម្ពឃ្មុំបងប្អូនចាក់ចឹងមកបងប្អូនចាក់ពុំណាដែលបងប្អូនចង់ចាក់អញ្ចឹងណាបងប្អូនបើសិនជាមានអាពពុះណាបងប្អូនយកអកុលបាញ់ទៅគឺបាត់ហើយបងប្អូនហើយនេះផងដែរគឺជាលទ្ធផលដែលនាងខ្ញុំបានធ្វើជាមួយនឹងប្រះជាមួយនឹងមេសាប៊ូធម្មជាតិបងប្អូនហើយចេញជារូបរាងអញ្ចឹងសម្រាប់បងប្អូនដែលចង់បានជាមួយនឹងមេសាប៊ូអាចកំងខាងខ្ញុំបានបងប្អូនណានិយាយទៅសាច់សាប៊ូធានាសាច់សាប៊ូល្អតែម្ដងជំរាបសួរដល់បងប្អូនអរគ្នាសម្រាប់បងប្អូនត្រូវការមេសាប៊ូដើម្បីយកទៅផ្សំជាមួយនឹងគ្រឿងធម្មជាតិសម្រាប់ដោះខ្លួនឬដោះមុខបងប្អូនណាឥឡូវនេះមេសាប៊ូចិត្តចូលស្តុកហើយបងកំងអាចកំងបានចំពោះមេសាប៊ូខាងខ្ញុំគឺមានច្រើនមុខបងមានទឹកដោះគោទឹកដោះពពែមិនថាជាប្រទាលកតុយកពើនិយាយទៅមានច្រើនមុខមែនតើបងណាត្រូវការមេសាប៊ូដែលល្អមេសាប៊ូដែលមានគុណភាពមេសាប៊ូដែលសុទ្ធពីរោងចក្របងអាចកំងខាងខ្ញុំបាននិយាយទៅខ្ញុំធានាមេសាប៊ូដែលល្អជាមេសាប៊ូដែលលេខ1ហើយចំពោះមេសាប៊ូនេះផងដែរបងលាយជាមួយពីងប៉ោះក៏បាននិយាយចំលាយជាមួយនឹងគ្រឿងធម្មជាតិយើងបានច្រើនណាស់បងហើយនៅពេលបងទិញទៅមានចង្អល់អីបងអាចសួរខ្ញុំបានអញ្ចឹងណាបងប្អូនហើយមួយទៀតផងដែរគឺមេសាប៊ូនេះពេលបងផ្សំទៅគឺសាច់គឺល្មួតតែម្ដងនិយាយទៅល្អខ្លាំងបងអូនបងប្អូនត្រូវការមេសាប៊ូអីអាចកំងខាងខ្ញុំបានណានេះជាវីដេអូធួសម្រាប់បងប្អូនមើលជាមួយនឹងមេសាប៊ូដែលខាងស្តុកខ្ញុំមានបងប្អូនណាមិនថាបងប្អូនត្រូវការពុំអីខាងខ្ញុំមានដែរបងប្អូនហើយនេះផងដែរគឺក្រូចបងប្អូនណាមើលសាច់សាប៊ូខាងខ្ញុំគឺលក្ខណៈគេហៅថាល្មួតបងប្អូនគឺល្អមែនតើក្រូចគឺចំក្រូចតែម្ដងបងប្អូនអត់មានលាយអត់មានផ្សំអីទាំងអស់បងប្អូនណាគឺនិយាយទៅសុទ្ធតែសុទ្ធមកពីរោងចក្រតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការជាមួយនឹងមេសាប៊ូដែលមានគុណភាពមេសាប៊ូដែលល្អបងប្អូនអាចកំងខាងខ្ញុំបាននេះជាសាច់មេសាប៊ូទឹកដោះគោដែលនាងខ្ញុំផ្សំជាមួយនឹងប្រេងដូងវីតាមីន E ហើយនឹងគ្រឿងផ្សំដតៃទៀតនិយាយទៅល្អខ្លាំងមែនតើហើយសាច់មេសាប៊ូរបស់ខ្ញុំមកវាយមើលជាក់ស្ដែងលក្ខណៈល្មួតតែម្ដងបើថាដោះលើស្បែកវិញបងប្អូនអើយនិយាយពីថាធ្វើឲ្យស្បែកយើងទន់ធ្វើឲ្យស្បែកយើងរបៀបថាស្អាតបែបលក្ខណៈធម្មជាតិបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនដែលចង់បានមេសាប៊ូបងប្អូនកុំភ្លេចជាមួយមេសាប៊ូខាងខ្ញុំបងប្អូនទាំងអស់គ្នាហើយនេះផងដែរនាងខ្ញុំចាក់បានច្រើនមុខដែរតែបងប្អូនណានេះផងដែរគឺក្រូចបងប្អូនគឺនាងខ្ញុំយកទឹកក្រូចនឹងយកមកផលិតធ្វើគឺនាងខ្ញុំយកទឹកក្រូចលាយផ្សំជាមួយនឹងមេសាប៊ូបងប្អូនណានិយាយទៅល្អខ្លាំងមែនតើ